ក្រោយវាដាក់ជីអីកំប៉ុងអីរបស់សហគមន៍នឹងមកវាល្អជាងមុនហើយក៏វាមានការលូតលាស់មានផ្លែល្អខ្ញុំបាទឈ្មោះហួតលៀងសប្តាហ៍ថ្ងៃជាប្រធានក្រុមប្រឹក្សាវិបាលសហគមន៍កសិកម្មសាមគ្គីតារៀមចុងជាយមានទីតាំងនៅភូមិតារៀមឃុំចុងជាយស្រុកដំបែខេត្តត្បូងឃ្មុំសប្តាហ៍ថ្ងៃមុខរបរក្នុងសហគមន៍ខ្ញុំបាទមានចិញ្ចឹមគោបំពងក្នុងក្រោយកកូនធ្វើជីកំប៉ុស្តហើយនឹងដាំដំណាំបាទការដើមឡើយហ្នឹងខ្ញុំចំគោទៅ7ក្បាលដែរប៉ុន្តែការខ្ញុំចំ7ក្បាលនោះមកយើងអត់ចេះបច្ចេកទេសយើងអត់ចំជោគជ័យទេបាទដល់បានខាងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំគាត់មកឲ្យណែនាំឲ្យយើងធ្វើរោងធ្វើអីចឹងដល់យើងធ្វើតាមគាត់ជាក់ស្ដែងតាំងពី2013មកដល់ឥឡូវយើងអាចកើនគោបានជាង1000ក្បាលហើយបាទចំពោះការផ្សាយភាយសប្តាហ៍ថ្ងៃនេះក្នុងសហគមន៍ខ្ញុំនេះឥឡូវបានរហូតដល់2525ក្បាលនៅក្នុងសហគមន៍ខ្ញុំពីមុនសហគមន៍យើងខ្ញុំលក់លាមកគោស្រស់ហ្នឹងទៅឲ្យប្រជាពលរដ្ឋគាត់យកទៅដាក់ដំណាំផ្សេងលក់បានលុយតិចមកហើយដល់នេះយើងបានការណែនាំពីខាងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំគាត់បានមកចង្អុលបង្ហាញប្រាប់ដោយមានការបណ្ដុះបណ្ដាលនិងទស្សនកិច្ចសិក្សាផលិតជីកំប៉ុស្តដោយគ្រប់គ្រងពីគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថានធ្វើឲ្យសហគមន៍ខ្ញុំនឹងចាប់អារម្មណ៍ទៅផលិតជីកំប៉ុស្តដោយខ្លួនឯងនៅឆ្នាំ2024នេះសហគមន៍យើងខ្ញុំបានផលិតជីកំប៉ុស្តដែលវត្ថុដែលផលិតជីកំប៉ុស្តនោះរួមមានលាមកគោស្ងួតជូងកាមកាកផ្សិតកបោកសិកម្មស្ករល្ងជីទឹកនិងឆ្អឹងសត្វមកដល់ពេលនេះសហគមន៍យើងខ្ញុំផលិតជីកំប៉ុស្តបានក្នុងមួយខែចំនួនពី70តោនទៅ75តោនផលិតបានជីកំប៉ុស្តហ្នឹងយកទៅដាក់ដំណាំផ្សេងដូចជាទុរេនម្រេចដូងកៅស៊ូស្រូវបន្លែនិងដំណាំផ្សេងទៀតតាមអ្វីដែលសហគមន៍ខ្ញុំទទួលបានពីប្រជាកសិករដែលយកជីកំប៉ុស្តយើងខ្ញុំយកទៅប្រើប្រាស់គឺគាត់សប្បាយចិត្តធ្វើឲ្យដំណាំគាត់លូតលាស់ល្អឲ្យដីគាត់ធូរកាត់បន្ថយថ្លៃដើមហើយនឹងធ្វើឲ្យដីគាត់មានជីជាតិល្អធ្វើឲ្យមានវត្តមានដូចជាសត្វចលែនសត្វល្អិតដែលមានប្រយោជន៍សម្រាប់ដំណាំរបស់គាត់តាមសន្ទុះបញ្ជាទិញជីកំប៉ុស្តពីសហគមន៍យើងខ្ញុំនេះទៅសហគមន៍យើងខ្ញុំមានគម្រោងផលិតក្នុងមួយខែពី100តោនទៅ200តោនដើម្បីផ្គត់ផ្គង់ឲ្យអតិថិជនដែលគាត់គ្រប់គ្រងជីកំប៉ុស្តសហគមន៍នេះខ្ញុំបាទឈ្មោះសួនហ៊ឿនរស់នៅភូមិតាមាក់ចាស់ឃុំចុងជាយស្រុកដំបែខេត្តត្បូងឃ្មុំបច្ចុប្បន្នខ្ញុំដាំម្រេចបាន450ជន្លង់ក្រោយវាដាក់ជីអីកំប៉ុស្តអីរបស់សហគមន៍នឹងមកវាល្អជាងមុនហើយក៏វាមានការលូតលាស់មានផ្លែល្អហើយខ្ញុំនឹងប្រើជីកំប៉ុស្តនឹងនៅវគ្គក្រោយទៀតនឹងខ្ញុំកាត់បន្ថយប្រើប្រាស់ជីគីមីក្នុងនាមខ្លួនខ្ញុំផ្ទាល់និងជាប្រធានសហគមន៍កសិកម្មសាមគ្គីតារៀមចុងជាយនឹងខិតខំឲ្យសមាជិកយើងរួមគ្នាផលិតជីកំប៉ុស្តទាំងអស់គ្នាឲ្យបានច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារបច្ចុប្បន្ននេះដោយផ្ដោតលើគុណភាពតម្លៃគួរប្រជែងលើទីផ្សារខ្ញុំបាទសូមថ្លែងអំណរអគុណដល់ក្រសួងកសិកម្មមន្ទីរកសិកម្មនិងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាននិងអាជ្ញាធរដែនដីដែលបានណែនាំជាប្រចាំដល់សហគមន៍យើងខ្ញុំក្នុងការផលិតជីកំប៉ុស្តនេះខ្ញុំ
ខ្ញុំបាទសូមពីនេះដល់ប្រជាកសិករនាំគ្នាប្រើប្រាស់ជីកំប៉ុស្តនេះឲ្យបានច្រើនដើម្បីកែលម្អដីឲ្យបានប្រសើរជួយការពារបរិស្ថាននិងកាត់បន្ថយការចំណាយទិញជីគីមី